បាទសួស្តីកូនកូនទាំងអស់គ្នាមែនហើយកូនកូនសុខសប្បាយទេបាទថ្ងៃនេះលោកគ្រូនឹងលើកយកនៅមេរៀនថ្មីមេរៀននេះជាមេរៀនរំលឹកការចងចាំរបស់កូនកូនដែលមានចំណងជើងថារៀនសារឡើងវិញបាទរៀនសារឡើងវិញនៅលើជញ្ជាក់អ្វីខ្លះគឺមានតថបផបាទយើងនឹងរៀនសារឡើងវិញនៅមេរៀនដែលមានជញ្ជាក់តថបផតោះដើម្បីឲ្យការសិក្សារបស់យើងកាន់តែល្អកូនចាប់ផ្ដើមជាមួយនឹងលោកគ្រូរៀនសារឡើងវិញតថបផបាទតោះអានជាមួយគ្នាតអាតាតអៅតៅថអែថែថអេថេថេរថេថអោះថោះផអែផែបអីបីបអៅបៅបអេបេផអេផេតអេតេតអាតាតេតាថអៅថៅកអែកែថៅកែដអំដំបអែបែដំបែបអំបំបអៅបៅបំបៅកអាកាផអាផាកាផាចអៅចៅកអែកែថអែថែថអូថូចៅកែថែថូកអ៊ំកុំចអាំចាំតអែតែថអាថាកុំចាំតែថាចអៅចៅបអូបូដអើដើដើរដើតអេតេតអាតាចៅបូដើតេតាកាផាតៅបាទឥឡូវយើងអានម្ដងទៀតដោយមិនមានការប្រកបទេយើងចាប់ផ្ដើមអានតាតៅថែថេថោះផែបីបៅបេះផេះតេតាថៅកែដំបែបំបៅកាផាចៅកែថែថូកុំចាំតែថាចៅបូដើតេតាកាផាតៅបាទតែដៃអស្ចារ្យមួយបាទកូនពិតជាពូកែមែនកូនបានស្ដាប់និងអានតាមលោកគ្រូបានយ៉ាងល្អមែនហើយកូនឆ្លាតមែនបាទលោកគ្រូក៏សូមសរសើរកូនពិតជាអស្ចារ្យណាស់កូនដឹងទេកូនអានវាបានល្អណាស់កូនពិតជាពូកែឆ្លាតជាកូនល្អរបស់ម៉ាក់ប៉ាមែនក្រោយពីបានស្ដាប់និងអានតាមលោកគ្រូកូនអាចអានវាដោយខ្លួនឯងឬអានវាជាមួយមិត្តភ័ក្តិមែនហើយកូនអាចអានវាជាមួយមិត្តភ័ក្តិនៅក្នុងសាលានៅក្នុងបណ្ណាល័យឬក៏នៅក្នុងផ្ទះមែនហើយកូនចូលចិត្តអានជាមួយមិត្តភ័ក្តិទេបាទប្រសិនបើកូនចង់អានវាតែឯងមែនហើយកូនចូលចិត្តអានវាតែឯងដើម្បីពង្រឹងភាពក្លាហាននិងការចងចាំរបស់កូនអាចអានវាតែឯងអានវាច្រើនលើកច្រើនសារកូនអានវាដដែលជាដដែលការចងចាំរបស់កូនកាន់តែខ្លាំងក្លានិងអស្ចារ្យមែនហើយកូនត្រូវអានវាឲ្យញឹកញាប់ដើម្បីឲ្យការចងចាំរបស់កូន
ខ្លាំងក្លាជាងមុនមែនហើយបាទឥឡូវលោកគ្រូសូមបង្វែរកូនៗឲ្យមកមើលរូបភាពទាំងនេះនេះគឺជារូបភាពធម្មជាតិមានព្រៃព្រឹក្សាភ្នំមានសត្វច្រើនយ៉ាងមានប្រើសជ្រូកស្វាសត្វសេកសត្វកុកសត្វក្រសាមានចាបមានសត្វក្រចាត់បាទមានសត្វទាផងដែរកំពុងហែលក្នុងទឹកមែនហើយនេះជាធម្មជាតិដ៏ល្អពេលដែលកូនខំប្រឹងប្រែងរៀនសូត្រខ្លាចជាអ្នកដ៏ពូកែកូននឹងអាចថែទាំព្រៃព្រឹក្សាធម្មជាតិទាំងអស់នេះឲ្យគង់វង្សបានមែនហើយកូនគឺជាអ្នកក្លាហានគឺជាគ្រាប់ពូជដ៏ល្អសម្រាប់ប្រទេសជាតិដូច្នេះកូនត្រូវប្រឹងប្រែងសិក្សារៀនសូត្រមែនហើយកូននឹងក្លាយទៅជាអ្នកថែរក្សាព្រៃព្រឹក្សាឲ្យគង់វង្សរហូតអស្ចារ្យទេកូនមែនហើយបាវចំណែកឯរូបនេះវិញគឺជាសត្វខ្លាដ៏ធំវាកំពុងតាមប្រមាញ់សត្វម្រឹកដែលកំពុងតែស៊ីស្មៅមែនហើយខ្លានេះកាចសាហាវណាស់វាចូលចិត្តស៊ីសាច់ជាអាហារដូច្នេះកូនត្រូវប្រុងប្រយ័ត្នខ្លាសាហាវណាស់ពិតជាអស្ចារ្យមែនសត្វនេះបាទងាកមកមើលសារិកាទាំងនេះវិញមួយក្បាលនេះវាកំពុងតែស្រែកច្រៀងយ៉ាងសប្បាយក្អាកក្អាយព្រោះវាបានស៊ីផ្លែឈើយ៉ាងឆ្អែតមែនហើយសារិកាមួយក្រុមទៀតកំពុងលើកទង់ជ័យបាទគឺទង់ជាតិរបស់ខ្មែរយើងមែនហើយសារិកាចូលចិត្តលើកទង់ជាតិកូនចូលចិត្តលើកទង់ជាតិទេបាទហើយសារិកាមួយក្រុមនេះវិញកំពុងតែចឹកផ្លែឈើស៊ីជាចំណីឆ្ងាញ់អស្ចារ្យមែនហើយកូនចូលចិត្តផ្លែឈើទេបាទកូនប្រកាសជាចូលចិត្តផ្លែឈើតើកូនចូលចិត្តផ្លែអ្វីជាងគេអូអស្ចារ្យមែនម៉ាក់ប៉ាប្រកាសជាទិញផ្លែឈើនោះឲ្យកូនញ៉ាំដើម្បីឲ្យកូនមានសុខភាពល្អហើយបន្តការសិក្សាឲ្យល្អថែមទៀតបាទក្រោយពីបញ្ចប់ការមើលរូបភាពដ៏អស្ចារ្យលោកគ្រូសូមសួររំលឹកកូនបន្តិចតើអក្សរតជាព្យញ្ជនៈទីប៉ុន្មានមែនហើយអក្សរតជាព្យញ្ជនៈទីប៉ុន្មានកូនបាទកូនពិតជាអស្ចារ្យមែនចុះអក្សរថជាព្យញ្ជនៈទីប៉ុន្មានដែរបាទល្អណាស់តើអក្សរបជាព្យញ្ជនៈទីប៉ុន្មានមែនហើយកូនប្រកាសជាដឹងជាព្យញ្ជនៈទីប៉ុន្មានកូនបាទតើអក្សរផជាព្យញ្ជនៈទីប៉ុន្មានដែរមែនហើយកូនឆ្លាតមែនតើកូននឹងអានឲ្យអ្នកណាខ្លះស្ដាប់មែនហើយកូនចូលចិត្តអានឲ្យអ្នកណាគេស្ដាប់ម៉ាក់ប៉ារបស់កូនមិត្តភក្តិរបស់កូនលោកយាយលោកតាមែនហើយលោកគ្រូអ្នកគ្រូកូនចូលចិត្តអានឲ្យអ្នកណាស្ដាប់ពិតជាអស្ចារ្យមែនកូនជាកូនដ៏ក្លាហានកូនដ៏ឆ្លាតវៃជាកូនដ៏ពូកែកូនអាចអានស្ដាប់នៅអត្ថបទបានយ៉ាងល្អពាក្យនីមួយកូនអានបានច្បាស់ណាស់មែនហើយកូនមានអារម្មណ៍យ៉ាងណានៅពេលដែលកូនអានបានច្បាស់ដូច្នោះវានឹងធ្វើឲ្យកូនកាន់តែក្លាហានរឹងមាំចងចាំបានល្អពិតជាអស្ចារ្យមែនបាទជាចុងក្រោយលោកគ្រូសូមជូនពរឲ្យកូនមាននៅសេរីសួស្តីសុខភាពល្អកម្លាំងរឹងមាំប្រាជ្ញាវាងវៃអានឆាប់ចាំចំណាំឆាប់បានពូកែក្លាហាននៅក្នុងថ្នាក់នៅក្នុងសាលានៅក្នុងគ្រួសារគឺជាកូនដ៏ពូកែមែនហើយសូមសេរីសួស្តីសុខសប្បាយសួស្តី